ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននេះខ្ញុំមកបង្ហាញពីវិធីច្រាំផុកតាមបែបលក្ខណៈគ្រួសារអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺយើងមានសាច់ជ្រូកបងប្អូនទាំងអស់គ្នាហើយសាច់ជ្រូកនេះគឺខ្ញុំប្រើ3ខាំបងប្អូនជាមួយនឹងពងទា3គ្រាប់ពងទាស្រែហ្នឹងខ្ទឹមសចំនួន4កំពឹសខ្ទឹមក្រហមចំនួន2កំពឹសបងប្អូនទាំងអស់គ្នាបងប្អូនក៏ច្រាំផុកក៏ឲ្យតែមានខ្ទឹមក្រហមហ្នឹងបងប្អូនទាំងអស់គ្នានិយាយពីថាឆ្ងាញ់នោះឆ្ងាញ់បងប្អូនទាំងអស់គ្នាមិនដាក់លឹកខ្ទឹមក៏បានដែរបងប្អូនយើងធ្វើការហាន់សាច់ជ្រូកបងប្អូនយើងហាន់វាអញ្ចឹងមកហាន់វាឲ្យស្ដើងដើម្បីយើងងាយស្រួលក៏ច្រាំអញ្ចឹងបងប្អូនសាច់ជ្រូកហ្នឹងគឺជ្រូកខ្មែរយើងបងប្អូនទាំងគ្នាគេចិញ្ចឹមលក្ខណៈគ្រួសារអញ្ចឹងបងប្អូនយើងហាន់វាមកហាន់វាឲ្យម៉ត់ថ្មិចឲ្យតែសាច់ជ្រូកហ្នឹងវាតូចល្មមយើងស្រួលក៏ច្រាំអញ្ចឹងបងប្អូនបើយើងមានម៉ាស៊ីនក្លុកក៏លឿនបងប្អូនទាំងគ្នាយើងទៅដាក់តាមមួយខ្វាច់ហ្នឹងហើយបងប្អូនអានេះយើងធ្វើការហាន់វាហើយយើងក៏ច្រាំវាបងប្អូនចាំសាច់ហ្នឹងឲ្យម៉ត់ចាំយើងដាក់ប្រហុកចូលបងប្អូនទាំងគ្នាបងប្អូនចាំដូចខ្ញុំអញ្ចឹងមកតុងតាំងបងប្អូនទាំងគ្នាចាំមើលតាប្រហុកមើលតាសាច់យើងវារៀងមកម៉ត់មកល្មមហើយយើងដាក់ប្រហុកយើងចូលមកហើយប្រហុកហ្នឹងគឺយើងលាងទឹកពេលចេញពីទឹកហើយបងប្អូនដើម្បីកុំឲ្យវាប្រៃពេកអញ្ចឹងនេះខ្ញុំលាងវាពីទឹកហើយបងប្អូនយើងដាក់វាមកមើលមកដាក់មកហើយយើងក៏ច្រាំវាឲ្យម៉ត់បងប្អូនច្រាំវាជាមួយសាច់ហ្នឹងឲ្យវាខ្ទេចឆ្អឹងខ្ទេចអីអស់អញ្ចឹងបងប្អូនទាំងគ្នាដើម្បីយើងហូបទឹកមកវាឆ្លាក់ឲ្យវាស្រួលហូបអញ្ចឹងបងប្អូនទាំងគ្នាហើយកូនខ្ញុំក៏គាត់ចូលចិត្តដែរបងប្អូនហើយដាក់ខ្ទឹមសចូលទៅតមកទៀតយើងក៏ច្រាំជាមួយខ្ទឹមក្រហមទៀតបងប្អូនទាំងអស់គ្នាច្រាំធ្វើឲ្យតែម៉ត់ល្អទៅបងប្អូនគ្នាតែឆ្ងាញ់លិតដៃហ្មងហើយនេះយើងថែមប៊ីចេងបងប្អូនហើយយើងប្រើជាមួយនឹងស្ករត្នោតខ្មែរបងប្អូនហើយថាឡើងឈ្ងុយស្ករត្នោតនឹងបើកឡើងកាលណាគឺឃ្លានស្មាននឹងបងប្អូនអ្នកណាថាស្ករធម្មជាតិហើយនេះយើងគូសពងទាដាក់ទៅបងប្អូនពងទានេះចិញ្ចឹមយើងខ្លួនឯងណាបងប្អូនគ្មានសូវអស់លុយប្រហែលនេះយើងដាក់វា3គ្រាប់ចូលទាំងបងប្អូនរុះសបកចូលបានរើសឡើងវិញមកមីប្អូនហាបងប្អូនណាកូវឹកបងប្អូនទាំងគ្នាយើងចាប់ផ្ដើមកូវឹកវាអញ្ចឹងបងប្អូនហើយមានអីពិបាកងាយស្រួលហើយឆ្ងាញ់បងប្អូនអត់យកថាប្រហុកគឺដឹងតែអស់បាយមួយឆ្នាំងត្មងយើងកូវឹកវាមកបងប្អូនទាំងគ្នានេះអូតំណងមែនតើអត់តន់ចំហុយយើងតំណងប៉ុណ្ណឹងឲ្យមកឆ្អិនយ៉ាងណាបងប្អូនហើយនិយាយថាត្រៀមអស់បាយមួយឆ្នាំងទៀតហើយងាយនេះបងប្អូនបន្តមកយើងធ្វើការហាន់ខ្ទឹមក្រហមនឹងដាក់ពីលើទៀតបងប្អូនណាដើម្បីឲ្យមើលទៅវាតំណងហើយវាឆ្ងាញ់ចឹងបងប្អូនទាំងគ្នាខ្ញុំចូលចិត្តខ្ទឹមក្រហមនឹងមែនតើអត់ដឹងមិនទេបងប្អូនរសជាតិវាឆ្ងាញ់ហ្មងតើបើយើងកូវឹកហើយបងប្អូនទាំងគ្នាយើងនេះឆ្អិនល្មមជប់មកបានលឿនដូចចិត្តតែហ្មងណាឆ្អិនហើយយើងមានបន្លែដើម្បីជាលក់បងប្អូនទាំងគ្នានេះមានត្រួយល្ពៅយើងស្ងោរវាហើយមានជីសពមុខហ្នឹងសិតតែរបស់នៅក្នុងផ្ទះយើងបងប្អូនទាំងគ្នាយើងបេះវាយកមកមានត្រប់ស្រួយត្រប់ខាត្រប់ញងត្រប់អីជីឯងឲ្យជីទឿជីពងទាកូនជីស្បៃរឿងជីអីហ្នឹងហើយនឹងមានកផ្លោកផ្កាកផ្លោកបងប្អូនទាំងគ្នាត្រប់ពុតញងបងប្អូននេះត្រប់ញងបងប្អូនអូតំណងមកតែបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនា